nhưngបង្ហាញពីបរិមាណរដូវរបស់ស្ត្រីបរិមាណរដូវរបស់ស្ត្រីត្រូវគាត់ចេះបែងចែកថាតើកម្រិតនៃការមកប៉ុណ្ណាវាធម្មតាកម្រិតនៃការមកប៉ុណ្ណាវាច្រើនហើយនឹងកម្រិតនៃការមកប៉ុណ្ណាតិចហើយតើហេតុផលមួយណាដែលយើងត្រូវមកជួបពេទ្យដើម្បីធ្វើការប្រឹក្សានិងព្យាបាលអញ្ចឹងសន្តានរដូវធម្មតាគឺការមករដូវហ្នឹងគឺគេកំណត់ទៅលើពេលវេលាចំនួនប្រហែលថ្ងៃហើយប្រហែលថ្ងៃមកម្ដងអញ្ចឹងរដូវជាធម្មតារបស់មនុស្សស្អីបានន័យថាគាត់រដូវ21ថ្ងៃមកម្ដងឬក៏យូរអាច45ថ្ងៃទៅ50ថ្ងៃមកម្ដងអញ្ចឹងជាវត្តរដូវដែលវែងហើយរយៈពេលមកម្ដងគឺចន្លោះ3ទៅ5ថ្ងៃហើយយ៉ាងយូរអាចមួយសប្តាហ៍យ៉ាងយូរគឺអាចមួយសប្តាហ៍ទេកម្រិតនៃការមករដូវវាតិចច្រើនទៅតាមបរិមាណអញ្ចឹងនិយាយទៅបងប្អូនពិបាកកណនីក្នុងការកណនីគូពេទ្យប្រាប់ថាប្រហែលមីលីលីត្រគឺពិបាកកណនីអញ្ចឹងយើងមើលទៅលើសលៃយើងមើលទៅលើសលៃដែលជោគហ្នឹងតើប្រហែលសលៃអញ្ចឹងបើសិនបើការមកមួយថ្ងៃជាទូទៅការដូរសលៃយើងត្រូវដូររយៈពេល4ម៉ោងទៅ6ម៉ោងម្ដងអញ្ចឹងសលៃដែលយើងប្រើប្រាស់ហ្នឹងវាអាចចន្លោះ4ប្រទេសក្នុង24ម៉ោងប្រសិនបើក្នុងមួយថ្ងៃបងប្អូនប្រើច្រើនណាស់វាលើសពីម្ដងដែលយើងកំណត់10ដុំហ្នឹងឬក៏លើសពី6ទៅ8ដុំឡើងគេចាត់ថាច្រើនហើយអញ្ចឹងបើសិនជារដូវមកបរិមាណមធ្យមឬក៏មកតិចចំពោះលក្ខខណ្ឌគឺអត់ត្រូវចាំបាច់មកជួបគ្រូពេទ្យមានលក្ខខណ្ឌចាំបាច់ទេក៏ប៉ុន្តែបើសិនជារដូវហ្នឹងមកច្រើនមួយថ្ងៃប្រើអស់ដល់ទៅសលៃមកកញ្ចប់វាប្រហែលជាអាច8ទៅ10ដុំឡើងលើបងប្អូនត្រូវមកជួបគ្រូពេទ្យស្ថានភាពរដូវគឺអត់កកទេធម្មតាវារាវវាអត់កកតែបើមានឈាមកណ្ដុំគឺបងប្អូនត្រូវតែមកជួបគ្រូពេទ្យដើម្បីពិនិត្យមើលថាយើងមានដុំសាច់ខុសប្រក្រតីដែលធ្វើឲ្យយើងធ្លាក់ឈាមឬក៏កម្រាស់ស្បូនក្រាស់ឬក៏មានបញ្